តាអ្នកទាំងអស់គ្នាដឹងទេថានៅពេលដែលក្រមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសចុះទៅធ្វើការត្រួតពិនិត្យនៅតាមរោងចក្រសហគ្រាសរបស់អស់លោកស្រីតើគេនឹងត្រួតពិនិត្យលើឯកសារអ្វីខ្លះបើយោងទៅតាមប្រកាសអន្តរក្រសួងលេខ719ប្រករវាងក្រសួងមហាផ្ទៃនិងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈស្ដីពីការពង្រឹងការងារអធិការកិច្ចហត្ថពលកម្មបរទេសក្នុងប្រជាណាចក្រកម្ពុជាត្រង់ប្រការ3បានចែងថាក្នុងពេលក្រមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសចុះត្រួតពិនិត្យម្ចាស់ឬនាយកសហគ្រាសគ្រឹះស្ថានកាស៊ីណូក្លឹបកំសាន្តនានាជនបរទេសដែលមកវិនិយោគឬប្រកបមុខរបរណាមួយនៅក្នុងប្រជាណាចក្រកម្ពុជាត្រូវសហការជាមួយក្រមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសក្នុងការបង្ហាញឯកសារចាំបាច់នានាដូចខាងក្រោម 1. លក្ខន្តិកៈក្រុមហ៊ុនសហគ្រាសគ្រឹះស្ថានច្បាប់ដើមមួយច្បាប់ 2. វិញ្ញាបនបត្រចុះបញ្ជីការចេញដោយក្រសួងពាណិជ្ជកម្មឬលិខិតមានតម្លៃស្មើមួយច្បាប់ 3. សេចក្តីប្រកាសជូនដំណឹងស្តីពីបុគ្គលិកច្បាប់ដើមមួយច្បាប់ 4. សេចក្តីប្រកាសជូនដំណឹងអំពីចលនាបុគ្គលិកចេញចូលច្បាប់ដើមគ្រប់ចំនួន 5. លិខិតអនុញ្ញាតឲ្យប្រើប្រាស់ហត្ថពលកម្មបរទេសកូតាច្បាប់ដើមមួយច្បាប់ 6. កិច្ចសន្យាការងាររបស់ជនបរទេសជាភាសាខ្មែរដែលបានចុះបញ្ជីការដោយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈឬមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានីខេត្តច្បាប់ដើមគ្រប់ជនបរទេស 7. លិខិតឆ្លងដែនរបស់ជនបរទេសច្បាប់ដើមនិងថតចម្លងនិងរូបថត 4x6 ចំនួន2សន្លឹកគ្រប់ជនបរទេស 8. ទិដ្ឋាការចូលនិងទិដ្ឋាការពន្យាចុងក្រោយដែលអនុញ្ញាតឲ្យធ្វើការងាររបស់ជនបរទេសច្បាប់ដើមនិងច្បាប់ចម្លងគ្រប់ជនបរទេស 9. បាននិងសិភៅការងាររបស់ជនបរទេសច្បាប់ដើមនិងថតចម្លងគ្រប់ជនបរទេស បាទ 10. សិភៅច្បាប់ស្តីពីការងារនិងសិភៅច្បាប់ស្តីពីអន្តោប្រវេសន៍មួយច្បាប់ បាទនេះគឺជាចំណុចទាំង10នៅពេលដែលក្រមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសចុះត្រួតពិនិត្យអញ្ចឹងរោងចក្រសហគ្រាសគ្រឹះស្ថានផ្សេងៗទាំងអស់គឺដែលស្ថិតក្រោមការអនុវត្តនេះត្រូវត្រៀមរៀបចំនៅចំណុចទាំង10នេះរួមទាំងឯកសារគតិយុត្តជាច្រើនដូចជាបតង់ផ្សេងៗដែលមានអាជ្ញាប័ណ្ណដូចនៅក្នុងចំណុចទី2នេះលិខិតមានតម្លៃស្មើអញ្ចឹងឲ្យតែជាអាជ្ញាប័ណ្ណដែលរោងចក្រសហគ្រាសគ្រឹះស្ថានមានទាំងអស់គឺត្រៀមសម្រាប់ក្រុមការងារចម្រុះនេះបាទអញ្ចឹងសម្រាប់វីដេអូខ្ញុំតាក់ទងជាមួយនឹងការត្រៀមឯកសារសម្រាប់ក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសសូមបញ្ចប់ប៉ុណ្ណេះបាទជាចុងក្រោយនេះអ្នកទាំងអស់គ្នាកុំភ្លេចចុចលើប៊ូតុង Subscribe និងរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពី Channel របស់ខ្ញុំបន្ថែមទៀតបាទអរគុណចំពោះការតាមដានទស្សនាពីដើមរហូតដល់ចប់នេះយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀត